ព្រះគម្ពីរទំនុកដំកើងចំពុកទី76នៅស្រុកយូដាគេស្គាល់ព្រះហើយព្រះនាមទ្រង់ក៏ធំនៅក្នុងសាសអ៊ីស្រាអែលរងអបោសុតរបស់ទ្រង់នៅក្រុងសាឡឹមហើយទីលំនៅទ្រង់នៅភ្នំស៊ីយ៉ូននៅទីនោះទ្រង់បានបំបាក់ព្រួញធ្នូខែលនិងដាវហើយអស់ទាំងគ្រឿងចម្បាំងបង់ទ្រង់រុងរឿងឧត្តមហើយមានលំអប្រសើរជាងភ្នំរំពាទាំងប៉ុន្មានពួកអ្នកដែលមានចិត្តក្លាហានគេបានត្រឡប់ជារំពាវិញគេបានដេកអស់ពេលដេករបស់គេហើយក្នុងពួកអ្នកខ្លាំងពូកែទាំងប៉ុន្មានគ្មានអ្នកណាមួយអាចលើកដៃឡើងបានឡើយអោព្រះនៃយ៉ាកុបអើយកាលណាទ្រង់បន្ទោសនោះទាំងរទេះចម្បាំងនិងសេះផងក៏ត្រូវលក់សពទាំងអស់គ្នាគឺទ្រង់តែមួយប៉ុណ្ណោះដែលគួរស្ញែងខ្លាចកាលណាទ្រង់មានសេចក្តីខ្ញាល់នោះតើអ្នកណាអាចនឹងឈរនៅចំពោះទ្រង់បានទ្រង់បានឲ្យឮពាក្យកាត់ទោសពីលើស្ថានសួគ៌មកផែនដីក៏ភ័យខ្លាចហើយស្ងៀមឈឹងនៅគឺក្នុងកាលដែលព្រះទ្រង់ឈរឡើងដើម្បីជំនុំជម្រះប្រយោជន៍នឹងជួយសង្គ្រោះដល់ពួកមនុស្សរាបសារនៅផែនដីពិតប្រាកដជាសេចក្តីខូខើរបស់មនុស្សនឹងសរសើរទ្រង់ឯសំណល់សេចក្តីខូខើនោះទ្រង់នឹងរួតរឹបទុកវិញចូលបន់ព្រះយេហូវ៉ាជាព្រះនេះឯងរាល់គ្នាហើយលាបំណន់នោះចោះចូលឲ្យអស់អ្នកដែលនៅជុំវិញទ្រង់យកដង្វាយមកថ្វាយដល់ព្រះដ៏គួរស្ញែងខ្លាចទ្រង់នឹងកាត់វិញ្ញាណនៃពួកត្រកូលខ្ពស់ចេញទ្រង់ជាទីគួរតក់ស្លុតដល់ពួកក្សត្រនៅផែនដីព្រះគម្ពីរទំនុកដំកើងចំពុកទី77ខ្ញុំបានឮសំឡេងអំពាវនាវដល់ព្រះខ្ញុំបានឮសំឡេងឡើងដល់ព្រះហើយទ្រង់ក៏ស្ដាប់ខ្ញុំនៅថ្ងៃដែលខ្ញុំមានសេចក្តីវេទនានោះខ្ញុំបានស្វែងរកព្រះអង្គម្ចាស់នៅពេលយប់នោះខ្ញុំបានប្រទូលដៃឡើងឥតឈប់ឈរព្រលឹងខ្ញុំមិនព្រមខ្សានទុកទេខ្ញុំនឹកពីព្រះនោះក៏មានចិត្តទុរនទុរាខ្ញុំនឹកជញ្ជឹងនោះវិញ្ញាណខ្ញុំក៏ល្វើយទៅទ្រង់ទល់ភ្នែកទូលបង្គំមិនឲ្យលក់ទូលបង្គំមានសេចក្តីទុក្ខប្រដេញទាល់តែរកនិយាយមិនចេញទូលបង្គំបានពិចារណាពីអស់ទាំងថ្ងៃកន្លងទៅហើយនិងអស់ទាំងឆ្នាំពីកាលមុនទូលបង្គំនឹកឃើញទំនុកដែលធ្លាប់ច្រៀងនៅពេលយប់នោះទូលបង្គំបានត្រេះរិះក្នុងចិត្តហើយវិញ្ញាណទូលបង្គំក៏ស្វែងរកសេចក្តីចម្លើយដែរតើព្រះអង្គម្ចាស់ទ្រង់នឹងបោះបង់ចោលជាដរាបឬតើទ្រង់មិនព្រមប្រោះប្រានទៀតទេឬតើសេចក្តីសប្បុរសនៃទ្រង់អស់រលីងជាដរាបទៅឬតើសេចក្តីសន្យាទ្រង់អខានទៅជានិច្ចឬតើព្រះទ្រង់ភ្លេចប្រព្រឹត្តដោយករុណារបស់ទ្រង់ហើយឬតើទ្រង់បានបិទបាំងសេចក្តីអាណិតមេត្តារបស់ទ្រង់ទុកដោយសេចក្តីខ្ញាល់ដែរឬអីនោះទូលបង្គំបាននឹកថានេះហើយជាសេចក្តីទុក្ខរបស់ទូលបង្គំតែទូលបង្គំនឹងនឹកចាំពីគ្រាដែលព្រះហស្តស្ដាំនៃព្រះដ៏ខ្ពស់បំផុតបានប្រោះវិញទូលបង្គំនឹងរលឹកពីអស់ទាំងការនៃព្រះយេហូវ៉ាត្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យដែលទ្រង់បានធ្វើកាលពីដើមទូលបង្គំនឹងរំពឹងគិតពីគ្រប់ទាំងការរបស់ទ្រង់ហើយពិចារណាពីកិច្ចដែលទ្រង់ធ្វើទាំងប៉ុន្មានអោព្រះអង្គអើយផ្លូវទ្រង់ជាផ្លូវបរិសុទ្ធតើមានព្រះឯណាដែលធំដូចជាទ្រង់ជាព្រះដែលធ្វើការយ៉ាងអស្ចារ្យទ្រង់បានសម្ដែងឲ្យស្គាល់ឥទ្ធានុភាពនៃទ្រង់នៅកណ្ដាលអស់ទាំងសះទ្រង់បានប្រោសបណ្ដារាជឲ្យរួចដោយព្រះហស្ថរបស់ទ្រង់គឺជាពួកកូនចៅយ៉ាកុបនិងយូសែបផងអោព្រះអង្គអើយគឺទឹកទាំងប៉ុន្មានបានឃើញទ្រង់ហើយមានសេចក្តីផិតភ័យអស់ទាំងទីជម្រៅក៏ញ័រដែរអស់ទាំងពពកបានចាក់ទឹកចេញផ្ទៃមេឃក៏បញ្ចេញសូររំពងហើយព្រួញរបស់ទ្រង់បានហើរទៅគ្រប់អន្លើដែរសូរសៀងនៃផ្គររបស់ទ្រង់ក៏នៅក្នុងខ្យល់គួចភ្លេចបន្ទោបានបន្លឺលោកីឯផែនដីក៏ញ័រក៏ក្រើកផ្លូវដែលទ្រង់យាងនោះនៅក្នុងសមុទ្រហើយផ្លូវច្រករបស់ទ្រង់ក៏នៅទីមានទឹកច្រើនឥតមានអ្នកណាឃើញដានព្រះបាទទ្រង់ឡើយទ្រង់បាននាំរាជទ្រង់ដូចជាហ្វូងជៀមគឺដោយដៃរបស់ម៉ូសេនិងអេរ៉ុន